យោងតាមក្រសួងការពារជាតិកម្ពុជាប្រទេសថៃបានបង្កើនប្រតិបត្តិការយោធារបស់ខ្លួននៅថ្ងៃទី10ខែធ្នូឆ្នាំ2025ដោយបញ្ជូនយន្តហោះចម្បាំង F16 ចូលទៅភូមិជោគជ័យក្នុងខេត្តបន្ទាយមានជ័យដំណើរគ្នានោះយោធាថៃបានបង្កើនកម្លាំងទ័ពចាន់ឡាត់រថក្រោះចូលទៅក្នុងស្រុកសំពៅលូននិងផ្លោងចូលស្រុកភ្នំព្រឹកខេត្តបាត់ដំបងយោធាថៃនៅថ្ងៃទី10ខែធ្នូបានទទួលស្គាល់ថាកងទ័ពអាកាសរបស់ខ្លួនពិតជាបានដាក់ពង្រាយយន្តហោះចម្បាំង F16 ច្រើនគ្រឿងដើម្បីវាយប្រហារគោលដៅយោធាកម្ពុជាដែលស្ថិតនៅតាមបណ្ដោយព្រំដែនទល់មុខនឹងភូមិជោគជ័យពិតប្រាកដមែនក្រសួងការពារជាតិកម្ពុជាបានរាយការណ៍ថានៅម៉ោង 9:45 នាទីព្រឹកថ្ងៃទី10ខែធ្នូយន្តហោះចម្បាំងថៃហោះពីលើឃុំអូ3ជាន់នឹងក្រុងប៉ោយប៉ែតបន្ទាប់មកហោះក្រវ៉ាល់នៅតំបន់ស្ទឹងបត់មុនទម្លាក់គ្រាប់បែក2គ្រាប់នៅលើភូមិស្លក្រាមក្នុងស្រុកស្វាយជ័យខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃដដែលថៃបានបាញ់ផ្សែងពុលទៅលើអ្នកស្រុកនៅក្នុងឃុំអូ3ជាន់ប្រតិបត្តិការលើដីគោកក៏ក្តៅគគុកដូចគ្នានៅម៉ោង 11:15 នាទីព្រឹកថ្ងៃពុធដដែលយោធាថៃបានបាញ់គ្រាប់ផ្លោង2គ្រាប់ចូលទៅក្នុងឃុំចាក់ក្រីស្រុកភ្នំព្រឹកមុនចាន់ឡាត់រថក្រោះចូលទៅក្នុងឃុំតាស្ដានៃស្រុកសំពៅលូនខេត្តបាត់ដំបងហួសទៅដល់ខេត្តពោធិ៍សាត់ការបាញ់ផ្លោងបានចាប់ផ្ដើមនៅព្រឹកម៉ោង 9 ថៃបានបាញ់ផ្លោងចូលមួយគ្រាប់ចំភូមិសាស្ត្រជ័យជំនះនៃឃុំថ្មដាតមកបានបាញ់កំភ្លើង DK ចំនួន2គ្រាប់និងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកនៅក្នុងភូមិសាស្ត្រដដែលការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក៏បានបន្តនៅខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យផងដែរក្រសួងការពារជាតិបានឲ្យដឹងថានៅម៉ោង 8:55 នាទីព្រឹកថ្ងៃទី10ខែធ្នូកងកម្លាំងថៃបានវាយប្រហារទ្រង់ទ្រាយធំនៅក្នុងតំបន់បូស្បូវជាំតែមុនយន្តហោះចម្បាំងទម្លាក់គ្រាប់បែកជាច្រើនគ្រឿងហោះចូលទៅគ្រប់គោលដៅចាប់ពីមុំ3អានសេះភ្នំខ្មោចប្រាសាទព្រះវិហារកងកម្លាំងថ្មើរជើងថៃបានចូលទៅដល់ច្រកវាលឥន្ទ្រីចំការជែកនៅម៉ោង 7:10 ព្រឹកក្រសួងការពារជាតិកម្ពុជាអំពាវនាវឲ្យភាគីថៃងាកទៅគោរពបទច្បាញ់និងកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ឈប់អរិភាពប៉ុន្តែនាយករដ្ឋមន្ត្រីថៃលោកអនុទានឆាន់វីរៈកុលប្រកាសបិទផ្លូវចរចាខ្ញុំរស់សុធី